បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Tech Lecture បន្តទៀតលើកមុនយើងបានបញ្ចប់ផ្នែកទី2ពាក់ព័ន្ធជាមួយអត្រាពន្ធលើប្រាក់ចំណូលចំពោះប្រតិបត្តិការប្រេងកាតនិងប្រតិបត្តិការធនធានរ៉ែបាទថ្ងៃនេះយើងមកបន្តផ្នែកទី3ពាក់ព័ន្ធជាមួយនឹងការកាត់កងវិញនៅក្នុង scope នៃប្រតិបត្តិការធនធានរ៉ែនិងប្រេងកាតដូចគ្នាបាទអញ្ចឹងមុននឹងចាប់ផ្ដើមខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel Tech Lecture ទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីៗក៏ដូចជាការធ្វើបច្ចុប្បន្នភាពច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធជាមួយនឹងពន្ធដារបាទអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំសូមចាប់ផ្ដើមតែម្ដងណាពាក់ព័ន្ធជាមួយនឹងការកាត់កងណាអញ្ចឹងការកាត់កងនេះបានន័យថាកាត់កងចំពោះពន្ធប្រាក់ចំណូលធម្មតានៅក្នុងផ្នែកទី2យើងនិយាយពីការបង់ពន្ធប្រាក់ចំណូលយើងត្រូវបង់ពន្ធប្រាក់ចំណូល 30% នៃចំណូលរបស់យើងនឹងអាចមានចំណូលពន្ធប្រាក់ចំណូលលើសកម្រិតទៀតបើសិនជាយើងចំណេញយើងមានមេគុណណាមេគុណសមាមាត្រលើសកម្រិតហ្នឹងគឺលើសពី 1.3 ណាយើងអាចបង់បន្ថែមតាមអត្រាកំណើនតាមឋានៈបាទអញ្ចឹងយើងមានចំណូលអញ្ចឹងយើងក៏អាចកាត់កងចំណាយដែរណាកាត់កងចំណាយដែរអញ្ចឹងមាត្រា128គឺនិយាយពីគោលការណ៍និងកំហិតនៃការកាត់កងចំណាយបាទអញ្ចឹងអ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឲ្យគណនាប្រាក់ចំណូលជាប់ពន្ធដោយធ្វើការកាត់កងចំណាយនានាដោយមានចែងនៅក្នុងមាត្រា129ដល់មាត្រា133នៃច្បាប់នេះនៅដំណាក់កាលឆ្នាំជាប់ពន្ធដែលសកម្មភាពផលិតកម្មពាណិជ្ជកម្មបានកើតឡើងរួមទាំងចំណាយចរន្តពាក់ព័ន្ធផ្សេងទៀតនៅក្នុងឆ្នាំជាប់ពន្ធនីមួយៗបាទអញ្ចឹងក្រុមហ៊ុនគាត់មានចំណូលតាមឆ្នាំនីមួយៗអញ្ចឹងគាត់មានចំណាយដែលកើតឡើងនៅក្នុងឆ្នាំជាប់ពន្ធនីមួយៗដែរអញ្ចឹងគាត់អាចធ្វើការកាត់កងបានតាមកំហិតណាកំហិតនៃមាត្រាទាំងអស់ហ្នឹងបាទអញ្ចឹងចំណុចទី2ចំណាយដែលតេតិនទៅនឹងប្រតិបត្តិការប្រេងកាតឬក៏ធនធានរ៉ែក្នុងតំបន់ចុះកិច្ចព្រមព្រៀងណាមួយឬក៏ដែនអាជ្ញាប័ណ្ណណាមួយសម្រាប់ឆ្នាំជាប់ពន្ធណាមួយត្រូវបានអនុញ្ញាតឲ្យកាត់កងតែពីប្រាក់ចំណូលសរុបពីប្រតិបត្តិការប្រេងកាតនិងធនធានរ៉ែក្នុងតំបន់កិច្ចព្រមព្រៀងឬក៏ដែនអាជ្ញាប័ណ្ណនៃឆ្នាំជាប់ពន្ធនោះប៉ុណ្ណោះបាទអញ្ចឹងកន្លែងនេះបានន័យថាឧទាហរណ៍ថាក្រុមហ៊ុនខ្ញុំឧទាហរណ៍ក្រុមហ៊ុន Green Energy ដដែលថាគាត់ដេញថ្លៃគាត់ចុះកិច្ចព្រមព្រៀងក្នុង block A block B អញ្ចឹងទៅណាអញ្ចឹង block A គាត់រុករកប្រេង block B ក៏គាត់រុករកប្រេងដែរប៉ុន្តែចំណាយទាំងអស់ហ្នឹងគាត់អាចលោកឡំគ្នាបានន័យថាបើសិនជាគាត់បានចំណូលពី block A គាត់អាចយកចំណាយពី block A មកកាត់កងគ្នាបានណាអញ្ចឹងយើងមើលត្រូវបានអនុញ្ញាតឲ្យកាត់កងតែពីប្រាក់ចំណូលដល់សរុបពីប្រតិបត្តិការធនធានរ៉ែឬក៏ប្រេងកាតនៅក្នុងតំបន់ចុះកិច្ចព្រមព្រៀងឬក៏ដែនអាជ្ញាប័ណ្ណនៃឆ្នាំជាប់ពន្ធនោះប៉ុណ្ណោះណាអញ្ចឹងបានន័យថាបើសិនជាគាត់បានចំណូលពី block A គាត់ត្រូវយកចំណាយពី block A យកមកកាត់កងអញ្ចឹងចំណូលពី block B គាត់ត្រូវមានចំណាយក្នុង block B យកមកកាត់កងអញ្ចឹងក៏អាចលាយឡំគ្នាហើយយកមកកាត់កងចម្រុះបានទេបាទបើសិនបាននៅក្នុងឆ្នាំជាប់ពន្ធណាមួយចំណាយសរុបដែលតេតិនទៅនឹងប្រតិបត្តិការប្រេងកាតឬក៏ធនធានរ៉ែនៅក្នុងតំបន់ចុះកិច្ចព្រមព្រៀងឬក៏ដែនអាជ្ញាធរលើសអាជ្ញាប័ណ្ណលើសពីចំណូលដុលសរុបដែលនាំឲ្យមានលទ្ធផលខាតបង់ណាការខាតបង់ត្រូវបានចាត់ទុកថាជាបន្ទុកសម្រាប់កាត់កងប្រាក់ចំណូលជាប់ពន្ធដែលសម្រេចបានក្នុងឆ្នាំបន្តនេះឃើញទេយើងមើលមកកណាត់នេះបានន័យថាបើសិនជាក្រុមហ៊ុនគាត់ខាតណាក្រុមហ៊ុនគាត់ខាតអញ្ចឹងអាខាតនេះគាត់អាចយកមកកាត់កងពន្ធប្រាក់ចំណូលជាប់ពន្ធនៅឆ្នាំបន្តអញ្ចឹងធម្មតាឧទាហរណ៍ថាគាត់រកឆ្នាំដំបូងអញ្ចឹងចំណូលជាមួយចំណាយជាទូទៅចំណាយធំជាងឯងពេលចំណាយធំជាងគាត់ត្រូវខាតតែពេលខាតក៏រដ្ឋបាលសហប្រពន្ធឲ្យគាត់យកអាខាតហ្នឹងមកកាត់ជាមួយចំណូលជាប់ពន្ធដែលសម្រេចបាននៅឆ្នាំបន្តដែរបាទបើសិនបើប្រាក់ចំណូលជាប់ពន្ធនោះមិនគ្រប់គ្រាន់សម្រាប់កាត់កងជាស្ថាពរចំណែកនៃការខាត់បង់ដែលនៅសេសសល់ត្រូវយោងទៅឆ្នាំជាប់ពន្ធបន្ទាប់រហូតដល់10ឆ្នាំណាអញ្ចឹងបានន័យថាអាខាតឆ្នាំមុននោះខាងរដ្ឋបាលសហព័ន្ធឲ្យកាត់កងហើយប៉ុន្តែកាត់កងនៅតែមិនអស់ទៀតអញ្ចឹងអានៅសេសសល់ហ្នឹងគាត់អាចយោងទៅមុខបានរហូតដល់10ឆ្នាំបាទក្នុងករណីដែលមានការខាតបង់លើសពី1ឆ្នាំការយោងខាតបង់ត្រូវអនុវត្តតាមលំដាប់ឆ្នាំដែលការខាតបង់នោះបានកើតឡើងអញ្ចឹងយើងរាប់ទៅពីឆ្នាំទី1ដល់ឆ្នាំទី10អញ្ចឹងយើងកាត់កងតាមលំដាប់ឆ្នាំអាណាកើតមុនគឺអាចកាត់កងបានមុនបាទ
ការខាត់បងដែលកើតឡើងក្នុងតំបន់ចុះកិច្ចព្រមព្រៀងឬក៏អាជ្ញាប័ណ្ណណាមួយមិនអាចយោងទៅកាត់កងក្នុងតំបន់ចុះកិច្ចព្រមព្រៀងឬក៏ដែនអាជ្ញាប័ណ្ណដទៃទៀតទេអាហ្នឹងដូចគ្នាករណីដែលគាត់ខាតនៅក្នុងឧទាហរណ៍មិញប្លុក A គាត់អាចយកទៅកាត់កងជាមួយនឹងប្រាក់ចំណូលជាប់ពន្ធសម្រាប់ប្លុក B ទេណាអញ្ចឹងគាត់អាចបើសិនជាគាត់ខាតនៅក្នុងប្លុក B ឆ្នាំក្រោយគាត់មានចំណូលពីប្លុក B អញ្ចឹងគាត់អាចយកទៅកាត់កងនៅក្នុងប្លុកដូចគ្នាបានបាទអញ្ចឹងពាក្យប្លុកនេះខ្ញុំសំដៅទៅលើតំបន់ចុះកិច្ចព្រមព្រៀងបាទតំបន់ចុះកិច្ចព្រមព្រៀងណាចំណាយការប្រាក់អញ្ចឹងចំណាយការប្រាក់នេះអ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឲ្យកាត់កងចំណាយការប្រាក់តាមវិធានសមាមាត្របំណុល3ធៀបជាមួយនឹងដើមទុន1អញ្ចឹងបំណុល3ធៀបមួយដើមទុន1បានន័យថាគាត់អាចខ្ចីបំណុលលើសពីដើមទុនគាត់រហូតដល់3ដងទេអញ្ចឹងបំណុល3ធៀបជាមួយនឹងដើមទុន1បាទប្រាក់បម្រុងសម្រាប់ចំណាយបិទការដ្ឋាននិងស្ដារការដ្ឋានឡើងវិញចំណាយស្ដារការដ្ឋានប្រាក់បម្រុងសម្រាប់ចំណាយបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញឬក៏ចំណាយស្ដារការដ្ឋានត្រូវបានកំណត់ដោយខាងក្រៅណាកាលពីនយោបាយនេះយើងនិយាយពីស្អីទៅប្រាក់បម្រុងសម្រាប់ចំណាយបិទការដ្ឋានឬក៏ស្ដារបរិស្ថានឡើងវិញហ្នឹងអញ្ចឹងឥឡូវកន្លែងនេះសួរថាចំណាយឬក៏ប្រាក់បម្រុងហ្នឹងយើងត្រូវកំណត់ដូចម៉េចចឹងសម្រាប់ប្រតិបត្តិការប្រេងកាតប្រសិនបើអ្នកជាប់ពន្ធមានផែនការបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញដែលបានយល់ព្រមដោយស្ថាប័នទឹកប្រាក់ដែលបានតម្រូវឲ្យអ្នកជាប់ពន្ធបង់ចូលមូលនិធិសម្រាប់ចំណាយបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញត្រូវបានចាត់ទុកជាប្រាក់បម្រុងសម្រាប់ចំណាយបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញប្រាក់បម្រុងនេះត្រូវបានអនុញ្ញាតជាសម្បទានធននិងត្រូវបានអនុញ្ញាតឲ្យកាត់កងនៅក្នុងឆ្នាំជាប់ពន្ធដើម្បីគណនាប្រាក់ចំណូលជាប់ពន្ធណាអញ្ចឹងបើន័យថាប្រាក់បម្រុងដែលក្រុមហ៊ុនធម្មតានៅពេលដែលគាត់ចុះកិច្ចព្រមព្រៀងគាត់ទៅបង់អាហ្នឹងចូលទៅក្នុងមូលនិធិសម្រាប់ចំណាយហ្នឹងប៉ុន្តែអាលុយដែលគាត់បង់តាមពិតកន្លែងហ្នឹងនៅពេលដែលគាត់បង់ព្រៀងហ្នឹងចំណាយហ្នឹងអត់ទាន់បានកើតឡើងទេណាប៉ុន្តែគាត់មានផែនការខាងក្រុមហ៊ុនរុករកប្រេងនៅកូរ៉ាហ្នឹងគាត់មានផែនការសម្រាប់ចំណាយហ្នឹងហើយអញ្ចឹងទោះបីជាចំណាយហ្នឹងមិនទាន់បានកើតឡើងក៏ដោយប៉ុន្តែលុយហ្នឹងគាត់បានបង់ចូលមូលនិធិសម្រាប់បិទការដ្ឋានឬក៏ស្ដារបរិស្ថានឡើងវិញហើយអញ្ចឹងចំណាយហ្នឹងគឺអាចកាត់កងបានក្នុងឆ្នាំតែម្ដងបាទណាអញ្ចឹងអាចអនុញ្ញាតកាត់កងបាននៅក្នុងឆ្នាំជាប់ពន្ធក្នុងករណីអ្នកជាប់ពន្ធគ្មានផែនការបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញដែលបានយល់ព្រមដោយស្ថាប័នទេប្រាក់បម្រុងតាមកថាខណ្ឌនេះមិនត្រូវអនុញ្ញាតឡើយបាទអញ្ចឹងបើសិនជាគាត់អត់មានផែនការច្បាស់លាស់ទេអាប្រាក់បម្រុងហ្នឹងគាត់នៅតែមានកាតព្វកិច្ចបង់ប៉ុន្តែអត់អនុញ្ញាតឲ្យកាត់កងទេបាទអញ្ចឹងធម្មតាគាត់កាត់កងបានមុនតែគាត់មានផែនការច្បាស់លាស់ផែនការច្បាស់លាស់ប្រាក់បម្រុងសម្រាប់ចំណាយបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញត្រូវបានគណនាដោយផ្អែកទៅតាមចំណាយសរុបដែលបានយល់ព្រមដោយស្ថាប័នណាពាក្យស្ថាប័ននេះដូចយើងសិក្សាពីនយោបាយគឺសំដៅដល់ក្រសួងទុនធានរ៉ែឬក៏ស្ថាប័នរដ្ឋាភិបាលសម្រាប់បិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញប្រាក់បម្រុងសម្រាប់ចំណាយបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញក្នុងឆ្នាំនីមួយៗនិងឆ្នាំដែលប្រាក់បម្រុងត្រូវបានអនុញ្ញាតឲ្យចាប់ផ្ដើមកាត់កងត្រូវកំណត់តាមផែនការបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញបាទប្រសិនបើចំណាយសរុបជាក់ស្ដែងនៃការបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញមានចំនួនលើសពីចំនួនសរុបនៃទឹកប្រាក់បម្រុងសម្រាប់ចំណាយបិទការដ្ឋានឡើងវិញចំនួនលើសនោះត្រូវបានអនុញ្ញាតឲ្យកាត់កងពីប្រាក់ចំណូលជាប់ពន្ធក្នុងឆ្នាំប្រចាំឆ្នាំកន្លែងនេះបានន័យថាម៉េចបានន័យថាធម្មតាក្រុមហ៊ុននៅពេលដែលគាត់ចុះកិច្ចព្រមព្រៀងរុករករ៉ែឬក៏ប្រេងកាតគាត់ត្រូវមានកាតព្វកិច្ចបង់អាប្រាក់បម្រុងចូលមូលនិធិអញ្ចឹងឧទាហរណ៍ថាច្បាប់តម្រូវឲ្យគាត់ដាក់ប្រាក់បម្រុងហ្នឹង$1 លានអញ្ចឹងគាត់បង់$1 លានចូលមូលនិធិបម្រុងហ្នឹងអញ្ចឹងគាត់អាចកាត់កងបាននៅក្នុងឆ្នាំជាប់ពន្ធហ្នឹងប៉ុន្តែនៅពេលដែលគាត់បិទការដ្ឋានជាក់ស្ដែងតើបច្ចុប្បន្នហ្នឹងនៅដល់$1 លានកន្លះអញ្ចឹងអាចចំណាយ$1 លានកន្លះដែលលើសពីអា$1 លានដែលគាត់បានបង់មុនហ្នឹងគឺអាចកាត់កងបានត្រូវបានអនុញ្ញាតឲ្យកាត់កងពីប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំបាទអញ្ចឹងបើសិនបើចុងបញ្ចប់នៃការបិទការដ្ឋានឬក៏ស្ដារការដ្ឋានឡើងវិញចំណាយសរុបជាក់ស្ដែងនៃការបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញមានចំនួនតិចជាងចំនួនសរុបនៃប្រាក់បម្រុងសម្រាប់ចំណាយបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញចំនួនលំអៀងនោះត្រូវបានគិតបញ្ចូលជាប្រាក់ចំណូលជាប់ពន្ធសម្រាប់ឆ្នាំជាប់ពន្ធដែលបានបិទការដ្ឋានឡើងវិញ
នឹងស្ដារបរិស្ថានឡើងវិញនោះដែលបានបញ្ចប់កន្លែងនេះមិនយើងផ្ទុយវិញមកន័យថាមុនយើងចំណុចកបានន័យថាយើងបំរុងតែ1លាននេះដល់ពេលចំណាយជាក់ស្ដែងអស់1លានកន្លះប៉ុន្តែចំណុចខនេះយើងបំរុង1លានប៉ុន្តែចំណាយជាក់ស្ដែងអស់តែ80,000នេះណាចំណាយ80,000អញ្ចឹង1លានដែលយើងបានដាក់បំរុងនៅក្នុងមូលធនយើងបានកាត់កងចំណាយហើយអញ្ចឹងតែចំណាយជាក់ស្ដែងយើងអស់តែ80,000នេះអញ្ចឹងលំអៀង20,000នេះត្រូវ add back គិតបញ្ចូលជាប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំវិញណាកន្លែងហ្នឹងសម្រាប់ប្រតិបត្តិការធនធានរ៉ែបាទអញ្ចឹងប្រតិបត្តិការធនធានរ៉ែបើសិនបើអ្នកជាប់ពន្ធមានផែនការបិទការដ្ឋានរ៉ែនិងស្ដារបរិស្ថានឡើងវិញដែលបានយល់ព្រមដោយស្ថាប័នណាស្ថាប័នទឹកប្រាក់ដែលបានតម្រូវឲ្យអ្នកជាប់ពន្ធបង់ចូលមូលនិធិសម្រាប់ស្ដារបរិស្ថានការដ្ឋានត្រូវបានចាត់ទុកថាជាប្រាក់បម្រុងសម្រាប់ចំណាយបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញណាដូចគ្នាប្រាក់បម្រុងនេះត្រូវបានអនុញ្ញាតជាសម្បទានធននិងត្រូវបានអនុញ្ញាតឲ្យកាត់កងនៅក្នុងឆ្នាំជាប់ពន្ធដើម្បីគណនាពន្ធប្រាក់ចំណូលណាអញ្ចឹងដូចគ្នាអាចកាត់កងបានដូចគ្នាសម្រាប់ប្រភេទប្រតិបត្តិការទាំងពីរហ្នឹងក្នុងករណីអ្នកជាប់ពន្ធគ្មានផែនការបិទការដ្ឋានរ៉ែនិងស្ដារបរិស្ថានឡើងវិញដែលបានយល់ព្រមដោយស្ថាប័នទេប្រាក់បម្រុងតាមកថាការនេះមិនត្រូវបានអនុញ្ញាតឡើយណាអញ្ចឹងដូចគ្នាអត្ថន័យដូចគ្នាប៉ុន្តែគាត់ត្រូវមានផែនការច្បាស់លាស់បើគាត់អត់មានផែនការទេក៏អាចចាត់កងបានព្រោះលុយហ្នឹងដាក់ចូលមែនប៉ុន្តែគាត់អត់បានរៀបចំផែនការច្បាស់លាស់ក្នុងការសម្អាតឬក៏ស្ដារបរិស្ថានឡើងវិញនៅពេលដែលគាត់បិទគម្រោងជីវកម្មរបស់គាត់ខប្រាក់បម្រុងសម្រាប់ចំណាយស្ដារការដ្ឋានត្រូវបានគណនាដោយផ្អែកតាមចំណាយសរុបដែលបានយល់ព្រមដោយស្ថាប័នសម្រាប់ការបិទការដ្ឋានរ៉ែនិងស្ដារបរិស្ថានឡើងវិញប្រាក់បម្រុងសម្រាប់ចំណាយការដ្ឋានក្នុងឆ្នាំនីមួយៗនិងឆ្នាំដែលប្រាក់បម្រុងត្រូវបានអនុញ្ញាតឲ្យចាប់ផ្ដើមកាត់កងត្រូវកំណត់តាមផែនការបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញបើសិនបើចំណាយនោះកន្លែងនេះដូចគ្នាទេបើសិនបើចំណាយសរុបជាក់ស្ដែងនៃការបិទការដ្ឋានឡើងវិញមានចំនួនលើសពីចំនួនសរុបដែលទឹកប្រាក់បម្រុងសម្រាប់ស្ដារការដ្ឋានចំនួនលើសនោះគឺត្រូវបានអនុញ្ញាតឲ្យកាត់កងនៅក្នុងពន្ធប្រាក់ចំណូលអញ្ចឹងដូចគ្នាបើសិនជាគាត់បម្រុង1លានចំណាយជាក់ស្ដែងអស់1លានកន្លះចាកន្លះលានទៀតហ្នឹងគឺអាចកាត់កងបានហើយខនេះគឺដូចគ្នាជាមួយនឹងប្រេងកាតដូចគ្នាណាបើសិនជាចំណាយគាត់1លានគាត់បម្រុង1លានដល់ពេលចំណាយជាក់ស្ដែងអស់តែ80,000អញ្ចឹង20,000ត្រូវ reverse ជា channel វិញត្រូវកត់ត្រាជា channel វិញអញ្ចឹងបើសិនបើចុងបញ្ចប់នៃការដ្ឋានរ៉ែនិងស្ដារបរិស្ថានឡើងវិញចុងបញ្ចប់នៃការបិទការដ្ឋានរ៉ែនិងការស្ដារបរិស្ថានឡើងវិញចំណាយសរុបជាក់ស្ដែងនៃការបិទការដ្ឋានរ៉ែនិងស្ដារបរិស្ថានឡើងវិញមានចំនួនតិចជាងចំនួនសរុបនៃទឹកប្រាក់បម្រុងសម្រាប់ចំណាយការដ្ឋានចំនួននោះត្រូវគិតបញ្ចូលនៅក្នុងប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំវិញនៅពេលដែលមានការបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញនោះបានបញ្ចប់ណាបានបញ្ចប់ណាអញ្ចឹងដូចគ្នាជាមួយនឹងធនធានរ៉ែវិធាននិងនីតិវិធីនៃការគ្រប់គ្រងប្រាក់បម្រុងសម្រាប់ចំណាយបិទការដ្ឋាននិងស្ដារបរិស្ថានឡើងវិញត្រូវបានកំណត់ដោយប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងស្ថាប័នណាអញ្ចឹងពាក្យស្ថាប័ននេះអាចជាក្រសួងរ៉ែឬក៏ស្ថាប័នផ្សេងៗទៀតដែលគាត់មានសិទ្ធិណាគ្រប់គ្រងលើការធ្វើប្រតិបត្តិការធនធានរ៉ែនិងប្រេងកាតអញ្ចឹងនឹងមានប្រកាសលម្អិតពាក់ព័ន្ធជាមួយនឹងនីតិវិធីនៃការគ្រប់គ្រងនិងប្រមូល detail ជាងច្បាប់ទៅសេមកប៉ុណ្ណឹងអញ្ចឹងគាត់ណាជាការកំណត់ scope កំណត់នៃការកាត់កងការកំណត់ចំណូលអញ្ចឹងទៅឬក៏ការយកពន្ធអញ្ចឹងទៅក៏ប៉ុន្តែតាក់ទងជាមួយនឹងនីតិវិធីលម្អិតទៀតគឺមានប្រកាសដើម្បីឲ្យបងប្អូនកាន់តែយល់ពាក់ព័ន្ធជាមួយនឹងច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធប្រេងកាតនេះនិងធនធានរ៉ែនេះបាទយើងចូលដល់មាត្រា31និយាយពីរំលោះនិងវិធីរំលោះអញ្ចឹងនៅក្នុងក្រុមហ៊ុនធម្មតាយើងដឹងហើយរំលោះប៉ុន្តែសម្រាប់ប្រេងកាតនិងធនធានរ៉ែអញ្ចឹងមាននីតិវិធីមានតែខ្លះបាទអញ្ចឹងវិធីរំលោះត្រូវបានកំណត់ដោយខាងក្រោមអ្នកជាប់ពន្ធត្រូវធ្វើរំលោះចំណាយបរិយាសនាណាចំណាយបរិយាសនាដែលយើងយមន័យនោះចំណាយស្ទង់ឬក៏ estimate ដំបូងបំផុតនោះចំណាយរុករកណាចំណាយរុករកចំណាយអភិវឌ្ឍពេល install ម៉ាស៊ីនខួងអីហ្នឹងត្រូវធ្វើរំលោះតាមវិធី
រំលោះស្មារតីតាមមាត្រា132នៃច្បាប់នេះអ្នកជាប់ពន្ធមិនត្រូវធ្វើរំលោះចំណាយបរិយាសនាចំណាយរករកនិងចំណាយអភិវឌ្ឍតាមមាត្រា15ទេណាអញ្ចឹងនៅក្នុងមាត្រា15គេនិយាយពីរំលោះសម្រាប់សហគ្រាសទូទៅប៉ុន្តែសហគ្រាសធនធានរ៉ែនិងប្រេងកាតគឺរំលោះតាមវិធីសាស្ត្រនៅក្នុងមាត្រា132នេះបាទចំពោះទ្រព្យសកម្មរូបិយនិងអរូបិយក្រៅពីចំណាយបរិយាសនាចំណាយរករកចំណាយអភិវឌ្ឍដែលបានទិញឬក៏បង្កើតក្រោយពេលចាប់ផ្ដើមធ្វើផលិតកម្មពាណិជ្ជកម្មក្នុងតំបន់ប្រតិបត្តិចុះកិច្ចព្រមព្រៀងឬដែនអាជ្ញាប័ណ្ណអ្នកជាប់ពន្ធត្រូវធ្វើរំលោះទ្រព្យអរូបិយតាមវគ្គខណ្ឌកដល់វគ្គខណ្ឌខនៃកថាខណ្ឌទី1នៃមាត្រា13នៃច្បាប់នេះនិងធ្វើរំលោះទ្រព្យអរូបិយតាមមាត្រា14អញ្ចឹងកន្លែងហ្នឹងបានន័យថាម៉េចបើសិនជាគាត់ទិញទ្រព្យរូបិយផ្សេងក្រៅពីទ្រព្យរូបិយគឺឬក៏ទ្រព្យអរូបិយផ្សេងក្រៅពីចំណាយអស់ហ្នឹងចំណាយបរិយាសនាចំណាយរករកចំណាយអភិវឌ្ឍហ្នឹងគឺគាត់អាចធ្វើរំលោះតាមមាត្រា13ឬក៏មាត្រា14ណាដូចជារំលោះទូទៅដូចគ្នាណាតែសម្រាប់ចំណាយទាំង3នេះគឺគាត់ត្រូវធ្វើរំលោះតាម132បាទអញ្ចឹងរំលោះស្មារតីសម្រាប់ប្រតិបត្តិការប្រេងកាតនិងធនធានរ៉ែត្រូវបានកំណត់ដូចខាងក្រោមសម្រាប់ប្រតិបត្តិការប្រេងកាតអ្នកជាប់ពន្ធត្រូវធ្វើរំលោះចំណាយបរិយាសនាចំណាយរករកតាមវិធីរំលោះស្មារតីតាមអាយុកាលរំពឹងទុកនៃផលិតកម្មពាណិជ្ជកម្មក្រោមគម្រោងអភិវឌ្ឍឬក៏5ឆ្នាំដោយជ្រើសរើសយកមួយណាដែលតិចជាងបានន័យថាចំណាយទាំងអស់ហ្នឹងក្រុមហ៊ុនអាចកត់ត្រាហើយយកមករំលោះក្នុងរយៈពេលយ៉ាងច្រើនបំផុត5ឆ្នាំអញ្ចឹងបើសិនជាយើងព្យាករថាឃើញ4ឆ្នាំអញ្ចឹងយើងត្រូវយក4ឆ្នាំប៉ុន្តែបើសិនជាព្យាករទៅថាចំណាយហ្នឹងគួរតែកាត់កងបាន5ឆ្នាំ6ឆ្នាំអញ្ចឹងយើងអាចយកបានតែ5ឆ្នាំទេក្នុងន័យនេះបានន័យថាយើងត្រូវជ្រើសរើសយកមួយណាទៅជាងណាមួយណាទៅជាងអញ្ចឹងបើលើសពី5ឆ្នាំយើងយក5ឆ្នាំបើក្រោម5ឆ្នាំយើងយកក្រោម5ឆ្នាំបាទអ្នកជាប់ពន្ធត្រូវធ្វើរំលោះចំណាយអភិវឌ្ឍតាមវិធីរំលោះស្មារតីតាមអាយុកាលរំពឹងទុកនៃផលិតកម្មពាណិជ្ជកម្មរបស់មធ្យោបាយផលិតកម្មនីមួយៗក្រោមគម្រោងអភិវឌ្ឍឬក៏10ឆ្នាំសម្រាប់ប្រតិបត្តិការប្រេងកាតដែលជ្រើសយកមួយណាដែលតិចជាងអញ្ចឹងដូចគ្នាសម្រាប់ចំណាយអភិវឌ្ឍគឺគាត់រំពឹងទុកថាប៉ុន្មានថាគាត់អត់ដឹងថារំពឹងទុកប៉ុន្មានទេគឺយើងយក10ឆ្នាំប៉ុន្តែបើសិនជាគាត់រំពឹងទុកថា8ឆ្នាំអញ្ចឹងគាត់ត្រូវយក8ឆ្នាំប៉ុន្តែបើថារំពឹងទុកលើសពី10ឆ្នាំវិញថាគាត់រំពឹងទុករហូតដល់15ឆ្នាំអញ្ចឹងអត់អាចយកបានលើសពី10ឆ្នាំទេអញ្ចឹងត្រូវជ្រើសរើសយកមួយណាទៅជាងបាទក្នុងករណីអាយុកាលរំពឹងទុកនៃផលិតកម្មពាណិជ្ជកម្មរបស់មធ្យោបាយផលិតកម្មណាមួយក្រោមគម្រោងអភិវឌ្ឍត្រូវបានកែប្រែអ្នកជាប់ពន្ធត្រូវធ្វើការកែប្រែការធ្វើរំលោះចំណាយបរិយាសនាចំណាយរករកចំណាយអភិវឌ្ឍដែលនៅសេសសល់តាមអាយុកាលរំពឹងទុកតែការដែលកែប្រែដោយមិនត្រូវឲ្យលើសអាយុកាលកំណត់តាមវគ្គខណ្ឌកនិងខនៃកថាខណ្ឌនេះឡើយបាទអញ្ចឹងបើសិនជាមានការកែប្រែក៏ត្រូវបេះទៅលើកថាខណ្ឌទាំងពីរនេះដែរណាកនិងខនេះបាទសម្រាប់ប្រតិបត្តិការធនធានរ៉ែអ្នកជាប់ពន្ធត្រូវធ្វើរំលោះចំណាយបរិយាសនាចំណាយរករកតាមវិធីសាស្ត្ររំលោះស្មារតីឬក៏តាមអាយុកាលរំពឹងទុកនៃផលិតកម្មក្រោមគម្រោងអភិវឌ្ឍឬក៏5ឆ្នាំដូចគ្នាណារើសយកមួយណាទៅជាងណាទៅជាងអញ្ចឹងបើគាត់ estimate មកថា5ឆ្នាំយក5ឆ្នាំតែបើគាត់ estimate ឃើញ10ឆ្នាំក៏យកបានតែ5ឆ្នាំតែបើគាត់ estimate ឃើញក្រោម5ឆ្នាំដល់4ឆ្នាំក៏ទៅយកអត់ទៅជាងគឺ4ឆ្នាំបាទអ្នកជាប់ពន្ធត្រូវធ្វើរំលោះអភិវឌ្ឍណាចំណាយអភិវឌ្ឍតាមវិធីសាស្ត្រស្មារតីតាមអាយុកាលរំពឹងទុកនៃផលិតកម្មពាណិជ្ជកម្មក្រោមគម្រោងអភិវឌ្ឍឬក៏7ឆ្នាំណាសម្រាប់ប្រេងកាតគឺ10ឆ្នាំតែសម្រាប់ធនធានរ៉ែគឺបាន7ឆ្នាំណា7ឆ្នាំតើជ្រើសរើសយកមួយណាទៅជាងអញ្ចឹងបើគាត់ estimate ឃើញថា5ឆ្នាំយកបានតែ5ទេតែបើគាត់ estimate ឃើញ10ឆ្នាំក៏យកបានតែ7ឆ្នាំដែរអញ្ចឹងអត់ឲ្យលើសពី7ឆ្នាំទេក្នុងករណីអាយុកាលរំពឹងទុកនៃផលិតកម្មពាណិជ្ជកម្មក្រោមគម្រោងអភិវឌ្ឍត្រូវបានកែប្រែអ្នកជាប់ពន្ធត្រូវធ្វើការកែប្រែ
កែតម្រូវការធ្វើរំលោះចំណាយបរិយាសនាចំណាយស្វែងរុករកនិងចំណាយអភិវឌ្ឍដែលនៅសេសសល់តាមអាយុកាលរំពឹងទុកដែលកែប្រែដោយមិនត្រូវលើសពីអាយុកាលរំលោះតាមវគ្គកាន់ខនិងកទេណាអញ្ចឹងត្រូវបេះទៅលើកខដូចគ្នាក្នុងករណីអ្នកជាប់ពន្ធមានគម្រោងដែលមានរយៈពេលតិចជាង1ឆ្នាំចំណាយអភិវឌ្ឍនេះអាចបញ្ចូលទៅធ្វើរំលោះក្នុងចំណាយបរិយាសនានិងចំណាយស្វែងរុករកណាអញ្ចឹងចំណាយអភិវឌ្ឍតែមានអាយុកាលតិចតួចណាអញ្ចឹងចំណាយអភិវឌ្ឍយើងដឹងមានចំណាយខួបចំណាយអីហ្នឹងគឺចូលក្នុងអភិវឌ្ឍហើយអញ្ចឹងបើសិនជាចំណាយហ្នឹងវាមានរយៈពេលតិចជាង1ឆ្នាំអញ្ចឹងអាចបញ្ចូលអាហ្នឹងទៅជាចំណាយបរិយាសនាធ្វើរំលោះណាបញ្ចូលក្នុងកញ្ចប់នៃបរិយាចំណាយបរិយាសនាហើយនឹងរុករកហ្នឹងហើយធ្វើរំលោះបានណាបាទអញ្ចឹងពេលធ្វើរំលោះពេលណាធ្វើរំលោះអញ្ចឹងយើងដឹងពីវិធីសាស្ត្ររំលោះហើយដឹងអត្រារំលោះហើយអញ្ចឹងយើងមើលពេលណាធ្វើរំលោះអញ្ចឹងពេលធ្វើរំលោះត្រូវបានកំណត់ដោយខាងក្រោមអ្នកជាប់ពន្ធត្រូវធ្វើរំលោះចំណាយបរិយាសនាចំណាយស្វែងរុករកនិងចំណាយអភិវឌ្ឍដែលបានកើតឡើងមុនពេលចាប់ផ្ដើមធ្វើផលិតកម្មពាណិជ្ជកម្មដំបូងនៅដំណាច់ឆ្នាំជាប់ពន្ធតែអ្នកជាប់ពន្ធចាប់ផ្ដើមធ្វើផលិតកម្មពាណិជ្ជកម្មដំបូងនៅក្នុងតំបន់ចូលកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណបាទហ្នឹងណាអញ្ចឹងយើងចាប់អ្នកជាប់ពន្ធទៅធ្វើរំលោះលើចំណាយបរិយាសនាចំណាយរុករកអ្នកអភិវឌ្ឍដែលបានកើតឡើងមុនពេលចាប់ផ្ដើមធ្វើផលិតកម្មពាណិជ្ជកម្មណាអញ្ចឹងមុនពេលចាប់ផ្ដើមណាក្រោយពេលចាប់ផ្ដើមអញ្ចឹងក្រោយពេលចាប់ផ្ដើមផលិតកម្មពាណិជ្ជកម្មដំបូងក្នុងតំបន់ចូលកិច្ចព្រមព្រៀងឬក៏អាជ្ញាប័ណ្ណបើសិនបើអ្នកជាប់ពន្ធធ្វើបរិយាសនាឬក៏ស្វែងរករកការសាងសង់នៅមធ្យោបាយផលិតកម្មដទៃទៀតតាមគម្រោងអភិវឌ្ឍក្នុងតំបន់ចូលកិច្ចព្រមព្រៀងដែលឬក៏ដែនអាជ្ញាប័ណ្ណអ្នកជាប់ពន្ធត្រូវធ្វើរំលោះចំណាយបរិយាសនារុករកអភិវឌ្ឍតាមពេលវេលាដូចខាងក្រោមនៅដំណាច់ឆ្នាំជាប់ពន្ធនីមួយៗចំពោះចំណាយបរិយាសនាឬក៏ចំណាយរុករកទៅតាមលំដាប់ឆ្នាំដែលចំណាយនោះបានកើតឡើងទី2នៅដំណាច់ឆ្នាំជាប់ពន្ធដែលមធ្យោបាយផលិតកម្មនីមួយៗត្រូវបានដាក់ឲ្យប្រើប្រាស់ចំពោះចំណាយអភិវឌ្ឍណាអញ្ចឹងករណីនេះបើសិនជាគាត់មានចំណាយទាំងអស់ហ្នឹងក្រោយពេលផលិតកម្មពាណិជ្ជកម្មមិនថាក្រោយពេលរុករកដំណើរការអភិវឌ្ឍឲ្យចប់អស់ហើយអញ្ចឹងគាត់ត្រូវមានចំណាយបន្ថែមពីលើអាចំណាយអភិវឌ្ឍហ្នឹងទៀតណាចំណាយបរិយាសនាចំណាយរុករកចំណាយអភិវឌ្ឍហ្នឹងទៅលើproject នឹងបន្ថែមទៀតប៉ុន្តែស្ថិតនៅក្នុង scope នៃដែនអាជ្ញាប័ណ្ណហ្នឹងតែមួយទេបាទរំលោះត្រូវធ្វើដាច់ដោយឡែកពីគ្នាសម្រាប់មធ្យោបាយផលិតកម្មនីមួយៗក្រោមគម្រោងអភិវឌ្ឍស្របតាមមាត្រា132នៃច្បាប់នេះហើយត្រូវបូកសរុបបញ្ចូលគ្នាសម្រាប់កាត់កងនៅក្នុងឆ្នាំជាប់ពន្ធណាអញ្ចឹងរំលោះត្រូវធ្វើដាច់ដោយឡែកពីគ្នាសម្រាប់មធ្យោបាយផលិតកម្មនីមួយៗណាអញ្ចឹងក្រោមគម្រោងអភិវឌ្ឍនេះត្រូវញែកថាមធ្យោបាយមួយហ្នឹងមានអីខ្លះអញ្ចឹងយើងត្រូវធ្វើដាច់ពីគ្នាអត់បូកសរុបហើយយើងធ្វើសរុបហ្មងទេយើងធ្វើញែកហើយយើងញែកដាច់ពីគ្នាចុងក្រោយបានយើងបូកណាហើយត្រូវបូកសរុបបញ្ចូលគ្នាសម្រាប់កាត់កងណាសម្រាប់កាត់កងអញ្ចឹងយើងអាចយករំលោះហ្នឹងទៅកាត់កងបានចំពោះទ្រព្យរូបិយនិងទ្រព្យអរូបិយក្រៅពីចំណាយបរិយាសនារុករកនិងអភិវឌ្ឍដែលបានទិញឬក៏បានបង្កើតក្រោយពេលចាប់ផ្ដើមធ្វើផលិតកម្មពាណិជ្ជកម្មក្នុងតំបន់ចុះកិច្ចព្រមព្រៀងឬក៏ដែនអាជ្ញាប័ណ្ណអ្នកជាប់ពន្ធត្រូវធ្វើរំលោះនៅដំណាច់ឆ្នាំជាប់ពន្ធដែលទ្រព្យនោះត្រូវបានដាក់ឲ្យប្រើប្រាស់អញ្ចឹងកន្លែងនេះឧទាហរណ៍ថាគាត់ទិញទ្រព្យអីផ្សេងទៀតនៅពេលគាត់ចាប់ផ្ដើមផលិតកម្មគាត់ចាប់ផ្ដើមទិញទ្រព្យបន្ថែមឬក៏ទិញទ្រព្យអរូបិយឧទាហរណ៍ជា system អីចឹងទៅណាអញ្ចឹងដល់ពេលគាត់ទិញមកក្រោយផលិតកម្មពាណិជ្ជកម្មហ្នឹងគឺក្រោយផលិតកម្មពាណិជ្ជកម្មហ្នឹងគឺត្រូវធ្វើអីត្រូវចាប់ផ្ដើមធ្វើរំលោះនៅដំណាច់ឆ្នាំជាប់ពន្ធដែលទ្រព្យនោះបានដាក់ឲ្យប្រើប្រាស់ណាទ្រព្យដាក់ប្រើប្រាស់អញ្ចឹងយើងចាប់ផ្ដើមធ្វើរំលោះចាប់ពីការប្រើប្រាស់ទៅណាអញ្ចឹងវីដេអូផ្នែកទី3នេះគឺមានតែប៉ុណ្្នឹងអញ្ចឹងសង្ឃឹមថាបងប្អូនយល់ពាក់ព័ន្ធជាមួយនឹងប្រវត្តិការប្រេងកាតនេះហើយបើសិនជាបងប្អូននៅមានចម្ងល់បងប្អូនអាច comment នៅខាងក្រោមវីដេអូឬក៏បងប្អូនអាចឆាតតាម channel Telegram ដែលមានលេខទូរស័ព្ទនៅក្នុង description ខាងក្រោមហើយ
មុននឹងបញ្ចប់ខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel Tagletcher ទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីៗក៏ដូចជាការធ្វើបច្ចុប្បន្នភាពច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធជាមួយនឹងពន្ធដារកម្ពុជាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងជួបគ្នាវីដេអូក្រោយផ្នែកទី4យើងនិយាយពីការផ្ទេរអត្ថប្រយោជន៍អញ្ចឹងមានតែប៉ុណ្្នឹងជួបគ្នាវីដេអូក្រោយបាទសូមអរគុណ